បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងកម្មវិធីទស្សន៍ទាយគូស្រករថ្ងៃនេះខ្ញុំសូមលើកយកប្រុសឆ្នាំថោះធាតុឈើពងមនុស្សស្រីនិងស្រីឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធល្អដែរឬទេការទស្សន៍ទាយឆ្នាំទាំងពីរនេះគឺសម្រាប់អ្នកដែលកំពុងរកគូស្រករក៏ត្រូវនិងអ្នកមានប្តីប្រពន្ធហើយក៏ត្រូវដែរដូចនេះបើប្រុសឆ្នាំថោះធាតុឈើពងមនុស្សស្រីនិងស្រីឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសបានគ្នាជាប្តីប្រពន្ធគឺល្អអ្នកទាំងពីររស់នៅជាមួយគ្នាចេះស្រឡាញ់គ្នានិងបានសេចក្តីសុខចម្រើនល្អណាស់អ្នកឆ្នាំថោះធ្វើអ្វីច្រើនតាមក្រោយអ្នកឆ្នាំម្សាញ់នៅពេលលោកអ្នកទៅរកលោកអាចារ្យមើលពលិកាលោកអ្នកគួរឲ្យលោកអាចារ្យមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរដើម្បីយកកូនស្រីឬយកកូនប្រុសឲ្យត្រូវធាតុរបស់អ្នកទាំងពីរទើបរស់នៅជាមួយគ្នាបានសេចក្តីសុខចម្រើនការមើលរកធាតុញីធាតុឈ្មោលឬធាតុញីឈ្មោលរបស់អ្នកទាំងពីរគេត្រូវយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងពីរមកគុណគូមើលសូមអរគុណ